ទស្សនវិជ្ជាពុទ្ធសាសនា5000ឆ្នាំមុនគ្រិស្តសករាជព្រះពុទ្ធសាសនាមានប្រភពមកពីប្រទេសឥណ្ឌាក្នុងអំឡុងសតវត្សទី5មុនគ្រិស្តសករាជនៅពេលដែលព្រះសមណគោតមទ្រង់ប្រសូតចាកព្រះឧត្តរមាតាទ្រង់ត្រាស់ដឹងអនុត្តរសម្មាសម្ពុទ្ធញ្ញាណនិងទ្រង់រំលត់ខណ្ឌចូលកាន់ព្រះបរមនិព្វានដែលពុទ្ធសាសនិកជនតែងតែប្រារព្ធពិធីបុណ្យវិសាខបូជានាថ្ងៃពេញបរមីគឺថ្ងៃ15កើតខែពិសាខជារៀងរាល់ឆ្នាំនៅក្នុងទស្សនាវដ្តីកម្ពុជាសូរិយាឆ្នាំ1969ព្រះមហាវិរិយបណ្ឌិតតោប៉ាងខាត់បានចុះផ្សាយនៅអត្ថបទមួយដែលមានចំណងជើងថាទស្សនវិជ្ជាពុទ្ធសាសនាដែលមានខ្លឹមសារសង្ខេបដូចតទៅព្រះពុទ្ធជាមនុស្សពិតប្រាកដពុទ្ធសាសនាបដិបទាផ្លូវប្រតិបត្តិជាកម្មនិយមឬជាវិធីបំបត្តិអវិជ្ជាតណ្ហាឧបាទានកម្មមនុស្សគ្រប់រូបអាចប្រើសក្តានុភាពខ្លួនជាមនុស្សឲ្យបានសម្រេចភាពជាព្រះពុទ្ធបានបើមានបំណងមាំនិងមានវិរិយភាពធំមនុស្សជាម្ចាស់ខ្លួនឯងឥតមានអំណាចអ្វីមួយប្រសើរជាងវាសនាខ្លួនជាមនុស្សនេះទេមនុស្សត្រូវកសាងខ្លួនដោយខ្លួនឯងឲ្យរួចស្រឡះពីចំណងតណ្ហាដោយប្រើវិរិយភាពនិងបញ្ញាជារបស់ខ្លួនឯងជាមនុស្សព្រះពុទ្ធបានត្រឹមត្រាស់ដឹងធម៌ទេសនាចង្អុលប្រាប់ផ្លូវឲ្យសត្វដើរដោយខ្លួនឯងសេរីភាពក្នុងការគិតព្រះសម្ពុទ្ធទ្រង់ប្រទានដល់សាវកព្រះអង្គនៅសេរីភាពក្នុងការគិតដោយសារអត្តាធនភាពគឺការរំដោះខ្លួនរបស់មនុស្សលោកស្ថិតក្នុងអភិសម័យការសម្រេចបាននៃអរិយធម៌មិនមែននៅក្រោមការប្រោសនៃព្រះអាទិទេពឬអំណាចនៃបុគ្គលណាមួយឡើយដូច្នេះព្រះពុទ្ធទ្រង់សូមឲ្យសាវកប្រព្រឹត្តតាមនៅអ្វីជាកុសលជារបស់ប្រសើរនិងវាចាកអ្វីជាអកុសលខុសគន្លងធម៌ការបំបត្តិសេចក្តីមន្ទិលសង្ស័យក្នុងព្រះពុទ្ធសាសនាសេចក្តីសង្ស័យជាធម៌រារាំងបិទមិនឲ្យយល់អរិយសច្ចធម៌ឬមិនឲ្យកើតសេចក្តីចម្រើនគ្រប់ប្រការសេចក្តីសង្ស័យមិនមែនជាអំពើបាបកម្មទេព្រះពុទ្ធសាសនាមិនមានបាបកម្មឡើយឫសគល់នៃបាបកម្មគឺអវិជ្ជានិងមច្ឆាទិដ្ឋិគឺទស្សនៈខុសក៏ប៉ុន្តែប្រសិនបើមានការងឿងឆ្ងល់ហើយសេចក្តីចម្រើនពិតមិនអាចកើតឡើងបានឡើយព្រះសម្មាសម្ពុទ្ធត្រាស់ទេសនាប្រដៅជានិច្ចថាត្រូវបំបត្តិសេចក្តីសង្ស័យចោលឲ្យអស់មុនបរិនិព្វានខន្តីធម៌និងមេត្តាប្រោសប្រណីព្រះសម្ពុទ្ធទ្រង់មានព្រះហឫទ័យទូលាយនិងប្រកបដោយខន្តីធម៌មេត្តាប្រោសប្រណីសន្តោសសាវកនិងប្រទានការយោគយល់ទៅវិញទៅមកទៀតផងទ្រង់ត្រាស់ទូលមានឲ្យពិចារណាហ្មត់ចត់ទើបសម្រេចចិត្តជាការប្រសើរបំផុតអ្នកគ្រប់គ្នាមិនត្រូវលើកដំកើងសរសើរតែលទ្ធិសាសនារបស់ខ្លួនហើយប្រទុះលទ្ធិសាសនាដទៃទេត្រូវគោរពលទ្ធិសាសនាដទៃឲ្យដូចជាខ្លួនគោរពសាសនារបស់ខ្លួនដែរសាមគ្គីជាគុណធម៌ប្រសើរណាស់ហើយព្រះពុទ្ធសូមឲ្យសាវកស្ដាប់វិទ្យនៃលទ្ធិសាសនាដទៃផងហិង្សាការបៀតបៀនទោះជាបែបណាក៏ដោយទាំងហិង្សានិងទារុណកម្មលើរាងកាយទាំងហិង្សាដោយប្រើប្រាស់សារធាតុគីមីផ្សេងដាក់ក្នុងចំណីអាហារគ្រឿងភេសជ្ជៈការធ្វើទារុណកម្មលើផ្លូវចិត្តឬទោះជាប្រើលេសមកបន្លំក៏ដោយក៏សុទ្ធតែផ្ទុយនឹងពុទ្ធវចនៈទាំងអស់សច្ចធម៌អ្នកស្វែងរកសច្ចធម៌មិនមានប្រយោជន៍អ្វីនឹងដឹងថាសច្ចធម៌នេះកើតមកពីណាទេកិច្ចការជាសារវ័នគឺការរកឃើញធម៌ពិតហើយបានលុះធម៌នោះដោយប្រពៃជំនឿនៅក្នុងព្រះពុទ្ធសាសនាជាជំនឿប្រកបដោយហេតុផលជាជំនឿប្រកបដោយវិចារណញ្ញាណពោលគឺសទ្ធាដែលជាជំនឿប្រកបដោយបញ្ញាជំនឿព្រះពុទ្ធសាសនាប្រដៅយកការឃើញច្បាស់ការដឹងច្បាស់និងការយល់ច្បាស់គោលដៅធំបំផុតក្នុងព្រះពុទ្ធសាសនាគឺការត្រាស់ដឹងអរិយសច្ចៈដែលព្រះសម្ពុទ្ធប្រើពាក្យថាធម្មចក្ខុឬមានន័យថាមានភ្នែកឃើញធម៌ឃើញដោយបញ្ញា
ចក្ខុដោយពិតពោលគឺភ្នែកកើតហើយញាណកើតហើយបញ្ញាកើតហើយវិជ្ជាកើតហើយពន្លឺកើតហើយចិត្តដែលជ្រះថ្លាចំពោះអំពើជាអកុសលដោយបានយកបញ្ញាពិចារណាឃើញពិតដឹងពិតយល់ពិតថាធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់នេះហៅថាបសាទសទ្ធាធម្មវិន័យពុទ្ធវចនៈមានអត្ថន័យថានាំសត្វទៅកាន់សិវដ្ឋានសន្តិវត្តបទបរមសុខខេមដ្ឋានត្រូវត្រានអមតៈនិព្វានពិតប្រាកដធម៌វិន័យព្រះអង្គពិតជាធម៌នាំសន្តិភាពនាំសេចក្តីសុខមកប្រគល់ឲ្យសត្វលោកដែលកំពុងក្តៅរលរៀលដោយភ្លើងទុក្ខនិងកិលេសបានយ៉ាងស័ក្តិសិទ្ធិបំផុតអរិយសច្ចធម៌លោកស៊ិនសវណ្ណិក្នុងសៀវភៅអភិទស្សនវិជ្ជារបស់ព្រះពុទ្ធបានសរសេរថាអរិយសច្ចធម៌4ប្រការនោះគឺទុក្ខជាសេចក្តីពិតហេតុដែលនាំឲ្យកើតទុក្ខជាសេចក្តីពិតការរលត់ទុក្ខជាសេចក្តីពិតមាគ៌ាដែលនាំទៅកាន់ទុក្ខជាសេចក្តីពិតទុក្ខមានន័យក្នុងទស្សនវិជ្ជាពុទ្ធសាសនាថាការខ្វះខាតការមិនទៀងទាត់ទទេឬសូន្យការមិនមានខ្លួនប្រាណមាគ៌ាដែលនាំទៅកាន់ការរំលត់ទុក្ខគឺជាមជ្ឈិមាបដិបទាមានន័យថាផ្លូវកណ្ដាលដែលប្រកបដោយអង្គ8ប្រការគឺទី1សមាទិដ្ឋិការយល់ត្រូវទី2សម្មាសង្កប្បៈការត្រេះរិះត្រូវទី3សមាវាចាវាចាត្រូវទី4សមាកមន្តៈការងារត្រូវទី5សមាអាជីវៈការចិញ្ចឹមជីវិតត្រូវទី6សមាវិយមៈការព្យាយាមត្រូវទី7សមាសតិការរលឹកត្រូវទី8សមាសមាធិការតម្កល់ចិត្តត្រូវ